សុបក្តាមដែលដាក់ចានជ័រហ្នឹងគឺធ្លាប់ញ៉ាំហើយឥឡូវមកសាកសុបក្តាមដាក់ចានដៃនេះម្ដងបាទតម្លៃវិញគឺមួយចានហ្នឹង10000ពីមុនដូចជាគាត់លក់7000ឬមកក៏8000ភ្លេចបាត់ហើយគ្រាន់តែឥឡូវហ្នឹងគឺគាត់លក់10000អញ្ចឹងហើយបរិមាណហ្នឹងគឺច្រើនជាងមុនកំងហើយភ្លាមបានគាត់ចាប់ផ្ដើមដួសមកអញ្ចឹងគឺនៅក្តៅៗហុយៗមកតម្លៃមួយចានហ្នឹង10000មែនប៉ុន្តែបរិមាណរបស់គេច្រើនគួរសមដែរគឺគាត់ថែមសាច់ខាងក្រៅនេះទៀតថែមខាងក្រៅហ្នឹងគឺគាត់ឆ្លងច្បាស់លាស់ទៀតមានតាំងពីពងក្រួយពគាដូចជាសាច់ក្តាមដែរអញ្ចឹងបន្ទាប់ពីថែមហើយបានគាត់ចាប់ផ្ដើមដាក់ម៉ាស៊ីនបិទកម៉ុកមួយនេះនិយាយទៅរៀងប្លែកម្យ៉ាងដែរតាដល់ពេលបិទកម៉ុកអញ្ចឹងទៅសុកក្តាមហ្នឹងគឺទុកក្តៅបានយូរសម្រាប់ទីតាំងវិញគឺខ្ញុំបានមកទិញនៅខាងក្រោយសាលាបណ្ដាកន្លែងរបស់គាត់ហ្នឹងគឺឈ្មោះស្ដេចសុកក្តាមខ្ញុំទៅហ្នឹងគឺទៅតាមគេ review ដែរទេដោយបានបង្ហាញផ្លូវឲ្យមើលនេះអញ្ចឹងនិយាយទៅអាចជិះតាមនឹងបានហើយខ្ញុំក៏បានទិញមកកំប៉ុងដែរអញ្ចឹងយកមកផ្ទះញ៉ាំហ្មងទៅមកដល់គឺនៅក្តៅៗទៀតហើយមានថែមទាំងទឹកស៊ីអ៊ីវជាមួយនឹងម្រេចមិនចេះតែនិយាយនោះគឺកម៉ុកខាងលើនេះបិទចិត្តហ្មងពេលដែលបើកមកឡើងឈ្ងុយហើយនៅក្តៅៗទៀតបាននិយាយពីហូរជាតិវិញគឺសុកក្តាមនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ម្យ៉ាងដែរសំខាន់មួយចានហ្នឹងគឺមានសាច់ច្រើនអញ្ចឹងប៉ុណ្ណឹងបានល្មមញ៉ាំហ្មងសម្រាប់សុកក្តាមហ្នឹងគឺញ៉ាំឆ្ងាញ់ជាងគេហ្មងគឺពេលនៅក្តៅៗចឹងសរុបមកបានតែគេចង់ញ៉ាំសុកក្តាមឆ្ងាញ់អនាម័យល្អគឺអាចសាក់នៅកន្លែងគាត់ហ្នឹងបានអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាលើកក្រោយទៀតបាយបាយ